សួស្តីអ្នកនរគ្នានេះយើងមកមើលពីរបៀប set up web server ដែលយើងនឹងធ្វើការ host ពី website នៅលើ server របស់យើងអញ្ចឹងដំបូងឡើយយើងចូលមកកាន់CentOS របស់យើងហើយយើង check មើលតើយើងមាន install HTTPD នៅអញ្ចឹងខ្ញុំប្រើ command នេះដើម្បី check ខ្ញុំបាន install ហើយបើអ្នកនរគ្នាមិនទាន់បាន install ប្រើ command sudo dnf install HTTPD នេះមកយើងនឹង install វាទៅទៀតខ្ញុំចែក starter វាឥឡូវវាអត់ទាន់ run ទេយើងធ្វើការ run starter run switch ហើយខ្ញុំធ្វើការ enable វាបន្តមកទៀតខ្ញុំធ្វើការ add ជា firewall rule ដើម្បី allow ឲ្យវាប្រើប្រាស់ HTTP ពេលពេលយើងបង្កើត add firewall ហើយយើងធ្វើការបង្កើតពី website ខ្ញុំធ្វើការ set permission បន្តទៅខ្ញុំធ្វើការcreate ជា sample text map index របស់យើងបន្តទៅខ្ញុំធ្វើការបង្កើត virtual host អូខេអញ្ចឹងពេលដែលយើងទៅសេ configuration ហើយខ្ញុំធ្វើការ upload website ចូលដោយខ្ញុំមាន website ពីរសម្រាប់ site 1និង site 2អញ្ចឹង site 1ខ្ញុំបាន copy ចូល Linux ហើយខ្ញុំធ្វើការ copy site ទី2ចូលអញ្ចឹងធ្វើការ list site2.com public អញ្ចឹងវាអត់មានទេខ្ញុំធ្វើការ copy content របស់ site 2នេះចូលទៅកាន់ Linux របស់យើងខ្ញុំចូលទៅកាន់ cmd ពីថា scp.org ហើយ copy path យើងអញ្ចឹង site ទី2 path នេះពីហើយខ្ញុំ paste វាចូលហើយដាក់ backward slash ជាមួយនឹងផ្កាយដើម្បី copy content អស់បន្ទាប់ទៀតខ្ញុំធ្វើការដាក់ user Linux របស់ខ្ញុំហើយនឹង IP ហើយចុច2 slash directory របស់យើង site2.com html ជា password ហើយ password មកចាំវានឹង copy ចូលធ្វើការ list ម្ដងទៀតអូខេ content របស់យើងចូលបន្ទាប់ទៀតដើម្បីយើង access វាបានពី window ចូលទៅកាន់កែ host file ជា location host file គឺនៅឡើយនេះ drive C Windows System 32 drivers etc នេះការកែវាដោយ point IP របស់ server យើងទៅ
ទៅកាន់ site ទី1 .com site ទី2 .com ដែលយើងបានសរសេរមកហ្នឹងអញ្ចឹងកន្លែងនេះគឺ IP តែមួយធ្វើការ save ឲ្យបិទវាមកធ្វើការ restart httpd ពេល restart ហើយខ្ញុំធ្វើការបើក Chrome ហើយ access ទៅកាន់ site 1 .com វានឹងចេញជា content website ដែលខ្ញុំបាន host ទៅហើយ site ទី2 com អូខេអញ្ចឹងវានឹងចេញ website ដែរអូខេអញ្ចឹងមុនហ្នឹងយើងបាន configure website វាតាម domain ដែល domain 2ផ្សេងគ្នាចេញ website ពីរផ្សេងគ្នាអញ្ចឹងខ្ញុំមកធ្វើជា port ម្ដងគឺ port ពីរផ្សេងគ្នា host website ពីរផ្សេងគ្នាដែរអញ្ចឹងដំបូងខ្ញុំចូលទៅកែ configuration របស់ site ទី2 site 2ឲ្យវា listen ទៅ port 81ចុះខ្ញុំធ្វើការ save ហើយចេញមកវិញតទៅទៀតខ្ញុំធ្វើការកែ configuration http config នេះឲ្យវា listen ទៅលើ port 81ដែរធ្វើការ save exit ធ្វើការ restart ពេលដែល restart ហើយខ្ញុំនឹងចូលតាម IP ម្ដងអញ្ចឹង port 80វានឹងdirect យើងទៅ site ទី1ហើយបើ port 81វានឹង direct យើងទៅ site ទី2អូខេអញ្ចឹងមករបៀបទៀតគឺយើងធ្វើការ host website ពីរតាម IP ពីរផ្សេងគ្នាខ្ញុំនឹងធ្វើការចូលទៅកាន់ network manager TUI ហើយខ្ញុំនឹង edit connection របស់ខ្ញុំធ្វើការ edit PV4 នេះដូរទៅជា manual ហើយ address ខ្ញុំបន្ថែម address មួយទៀតអូខេមក back ធ្វើការ deactivate វាខ្ញុំ close connection ធ្វើការ restart ខ្ញុំចូលទៅកាន់ putty វិញពេលអញ្ចឹងយើងឃើញថាយើងបាន IP 2ហើយតោះទៀតខ្ញុំចូលទៅ config site 2របស់ខ្ញុំកន្លែងនេះគឺដាក់ជា IP port 80សម្រាប់ site ទី2ហើយ site ទី1គឺយើងដាក់ IP មួយផ្សេងទៀតតោះមកធ្វើការ restart enter ខ្ញុំនឹងចូលតាម IP សាកអូខេចេញ site ទី1តែនេះគឺជា site ទី2អូខេអញ្ចឹងខ្ញុំនឹងមកធ្វើជា certificate ដើម្បីឲ្យ website របស់យើងផលជាមួយ HTTPS បានអញ្ចឹងដំបូងយើងត្រូវបង្កើត directory សម្រាប់ store key ហើយនិង certificate របស់យើងអូខេពេលដែលយើងបង្កើត directory សម្រាប់ store វាហើយយើងត្រូវប្រើជា command នេះដើម្បី generate key ឲ្យយើងកន្លែងនេះយើងដាក់site1.com មក common name
កន្លែងនេះខ្ញុំធ្វើការ list ដើម្បី check មើល key របស់យើង generate បានអត់អូខេអញ្ចឹងយើងបានឃើញ key generate ហើយតទៅទៀតខ្ញុំធ្វើការ clear ហើយខ្ញុំ generate key មួយទៀតសម្រាប់ site 2កន្លែងនេះខ្ញុំធ្វើការ cut ដើម្បីមើលវា generate key ដូចគ្នាតទៅទៀតយើង clear តទៅទៀតយើងធ្វើការបង្កើត virtual host សម្រាប់ website ទី1យើងធ្វើការ copy path command នេះមកហើយ site ទី2យើងធ្វើដូចគ្នាធ្វើការ save តទៅទៀតយើងធ្វើការ install mod ASL ហើយយើងធ្វើការ restart HTTPD មកយើងធ្វើការ check មើលតើវា listen លើ port 443អត់យើងគិតថាវា listen ហើយអូខេអញ្ចឹងមុនហ្នឹងកន្លែង configuration ខ្ញុំត្រូវកែកន្លែង document root នេះដាក់ site1.com/public នេះទៀតដើម្បីឲ្យវាចេញ website របស់យើងអញ្ចឹងយើងត្រូវធ្វើដូចគ្នាដែរជាមួយ site ទី2ហើយ document root នេះគឺជាកន្លែង file folder ដែល website យើងនៅយើងធ្វើការ save វាមកទៀតហើយយើង restart អូខេពេលដែលយើង restart ហើយអាចចូលមក Chrome ហើយយើង write website យើងមកអូខេចុះនេះវា not secure ទេយើងដាក់ https slash អូខេអញ្ចឹងវានឹងមកដូចគ្នាចំពោះ site ទី2 not secure គេដាក់ https មកចុះវានឹងចេញ warning បែបនេះយើងធ្វើការ advance proceed ចុះវានឹងចូល website ទី2របស់យើងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាបានតាមដានទស្សនា